តើយើងមកមើលការបើកប្រអប់ ASUS ប្រភេទ ASUS VivoBook ចឹង model របស់វាគឺ VivoBook X1404V បាទយើងធ្វើការបើកប្រអប់ទាំងអស់គ្នានេះរៀង X14 1404V រៀងវាទូចមុំសម្រាប់ប្រើប្រាស់ការងាររដ្ឋបាលចឹងរៀងវាបែបហ្នឹងវាមានខាងឆ្វេងមាន USB port ហើយខាងស្ដាំវាមានច្រើនមាន audio មាន port ចាំងសាកមាន USB 2ហើយType C មួយហើយវាមានHDMI ដើម្បី share ទៅ monitor ឬក៏ projector 14 inch ទូចហើយស្រាលស្ដើងស្អាតចឹងរៀងវាគឺបែបហ្នឹង X1404V រៀងបែបហ្នឹងspec នេះ spec Wi-Fi ហើយយើងធ្វើការ upgrade spec សេនរបស់វា 8G តែ 8G on board ចឹងវានៅសល់មួយ slot ទៀតដើម្បីយើង upgrade ចឹងតិចទៀតខ្ញុំធ្វើការ upgrade RAM ចឹងរៀងវាបែបនេះវាមាន5 lock ទៅលើ touchpad មាន option 5 lock ខ្ចៅវាមានម៉ានេះ2 4 6 8 10ខ្ចៅហើយយើងធ្វើការដោះខ្ចៅទាំងអស់ហ្នឹងដើម្បីបើក upgrade ទៅហើយខាងនេះវាមានសភៅណែនាំមកវាមានច្រើនភាសានេះភាសាដូចខាងភាសាខាងអារ៉ាប់មាន OS installation problem scan នេះ QR ដើម្បី scan រកបញ្ហានេះសភៅមកវាមានច្រើន language ខាងនេះវាមានឆ្លងសាមរបស់វាសាអូខេឥឡូវយើងធ្វើការ upgrade RAM អញ្ចឹង spec របស់វាហ្នឹង i5 RAM 8G សេនរបស់វាហើយ HDD 512G NVMe អញ្ចឹងយើងធ្វើការ upgrade RAM ព្រោះ RAM វារៀងតូចយើងធ្វើការ upgrade RAM ដើម្បីវាដំណើរការលឿន process លឿនជាងហ្នឹងព្រោះការងាររដ្ឋបាលវាយើងក៏ប្រើទៅលើ Microsoft Excel អញ្ចឹងបើសិនជាគាត់បើកច្រើន page វាដំណើរការរៀងយឺតអញ្ចឹងយើងដាក់ 8G ទៀតដើម្បីឲ្យដំណើរការរៀងលឿនជាងហ្នឹងអញ្ចឹងយើងធ្វើការ upgrade យើងដោះនៅស្ទះក្រោយរបស់វាហ្នឹងខ្ចៅវាមាន10ចឹងវា free មួយវា free មួយ slot ដើម្បីឲ្យយើង upgrade ហើយវាមាន on board 8G ក្នុងនោះស្រាប់វា on board តែម្ដង 8G ចឹងយើងធ្វើការបើកប្រអប់ RAM ដើម្បី RAM 8G
បើកមកហើយចុច F2 ជាប់ចឹងយើងឃើញនៅលើបាយអស់យើងចុចចូលកន្លែង RAM មកឃើញ RAM ដែលយើងអាប់ RAM memory ចឹងនេះត្រូវហើយវាត្រូវ 16G on board 1G ហើយយើងអាប់ RAM 8G មួយទៀតវាទាំងអស់មាន 16G ចឹង spec របស់វាហ្នឹងគឺតែ 8G ទេ on board ហើយ hard disk របស់វាហ្នឹង 512G hard disk យើងចង់ដាក់មកទេក៏បានដែរសំខាន់យើងដាក់តែប៉ុណ្ណឹងទៅយើងប្រើគ្រប់វាមានមួយ slot hard disk បើយើងadd មួយទៀតទៅបានទៅយើងចង់ដោះដូរយើងចង់បានខ្ពស់ជាងហ្នឹងតោះដកមួយដើមនឹងចេញដាក់ធំតែម្ដងហើយខាងក្រោយរបស់វាហ្នឹងគឺរៀងបែបនេះវា free មួយ slot hard disk មានតែមួយ slot ទេបើសិនចង់ upgrade យើងដោះចាស់ដាក់ថ្មីចូលតែ RAM វា free ឲ្យមួយ slot នៅក្នុង board វាមានមួយគឺ 8G slot តែម្ដង